ចំណុចទី2យើងនឹងរៀនទាក់ទងនឹងការបង្កើតគំរូស្រាប់ដោយខ្លួនឯងកាលពីវគ្គទី1យើងបានធ្លាប់សិក្សាម្ដងរួចទៅហើយទាក់ទងនឹងការផ្លាស់ប្ដូរ mode នៃ slide ដែលយើងអាចធ្វើការផ្លាស់ប្ដូរ mode បាននៅក្នុង design tab អូខេនេះជាគំរូស្រាប់ដែលយើងអាចធ្វើការផ្លាស់ប្ដូរបានប៉ុន្តែនៅក្នុងមេរៀននេះយើងនឹងរៀនដើម្បីបង្កើតគំរូស្រាប់ដោយខ្លួនឯងគោលបំណងសូមបង្កើតគំរូ mode ថ្មីដោយខ្លួនឯងដែលមានលក្ខណៈបែបនេះអូខេទាំងអស់គ្នាជំហានទី1សូមចូលទៅកាន់ view tab បន្តមកទៀតចូលទៅកាន់ slide master ចូលទៅកាន់ view tab បន្តមកចូលទៅកាន់ slide master អូខេនៅក្នុង slide master background style format background ប្រសិនបើទាំងអស់គ្នាមិនទាន់មានរូបភាពសម្រាប់ធ្វើ mode គំរូទេទាំងអស់គ្នាអាចធ្វើការ download បានដោយចុចត្រង់កន្លែងនេះដើម្បីធ្វើការទាញយកអូខេបន្តមកទៀតធ្វើការ select ទៅលើរូបភាពដែលយើងចង់បញ្ចូលហើយចុច insert សូមចុចទៅលើ picture or text to fill បន្តមកទៀតចុចត្រង់ file ហើយធ្វើការជ្រើសរូបភាពរបស់អ្នកអូខេ insert បន្តមកនៅផ្នែកខាងឆ្វេងទាំងអស់គ្នានឹងឃើញ mode គំរូរបស់យើងគឺនឹងបានផ្លាស់ប្ដូរទាំងអស់នៅទម្រង់នីមួយៗប្រសិនបើទាំងអស់គ្នាចង់បាន mode ផ្សេងគ្នាខុសគ្នាអូខេយើងនឹងធ្វើការកំណត់ម្ដងមួយដោយចុចទៅលើ slide ដែលយើងឬក៏ទម្រង់ដែលយើងចង់កំណត់ចុចទៅលើវាមកបន្តមកទៀតចុចទៅកាន់ file បន្តមកទៀតយើងអាចរើសប្រភេទ slide នៃ mode គំរូរបស់យើងបានបន្ទាប់ពីយើងបានធ្វើការផ្លាស់ប្ដូររូបគំរូរួចយើងនឹងឃើញគ្រប់ slide ទាំងអស់គ្រប់ទម្រង់ទាំងអស់នឹងមាន mode ដូចគ្នាដូចនេះប្រសិនបើយើងទាំងអស់គ្នាចង់បាន mode ផ្សេងគ្នាអូខេយើងនឹងធ្វើការកំណត់ម្ដងមួយអូខេដល់ slide ទី1ចុចទៅលើដែលយើងចង់កំណត់ចូលទៅកាន់ file បន្តមកទៀតធ្វើការជ្រើសរូបភាពប្រភេទមួយដែលណាដែលយើងពេញចិត្តអូខេយកពាក្យថា insert នៅពេលដែលយើងចុចខាងលើហើយយើងកំណត់គ្រប់ slide ទាំងអស់នឹងមានទម្រង់ដូចគ្នាប៉ុន្តែបើយើងចុចទៅលើទម្រង់ខាងក្រោមនេះយើងនឹងឃើញវាដូរតែមួយទេកំណត់មួយណាបានមួយនឹងអូខេដូច្នេះយើងនឹងធ្វើការកំណត់តាមទម្រង់ណាដែលយើងពេញចិត្តអូខេយើងអាចធ្វើការកំណត់រូបភាពទៅតាមអ្វីដែលអ្នកពេញចិត្តអូខេដូចត្រង់ចំណុចនេះខ្ញុំចង់បាន mode បែបនេះ slide មួយនេះខ្ញុំចង់បាន mode មួយនេះឲ្យតែប្រភេទទម្រង់បែបនេះខ្ញុំចង់បាន style ជំហៀងបន្តិចនិងចុងក្រោយខ្ញុំចង់បាន mode ខាងក្រោមចុច file ខាងក្រោមអូខេបាទត្រង់ចំណុចនេះយើងអាចធ្វើការផ្លាស់ប្ដូរបានអូខេដូចនេះបន្ទាប់ពីអ្នកបានកំណត់រួចរាល់សូមចូលទៅកាន់ slide master ចូលទៅកាន់ close នេះគឺជាជំហាននៃការធ្វើ mode គំរូដោយខ្លួនឯងដើម្បីរក្សាវាទុកជាគំរូដើម្បីឲ្យអ្នកដទៃអាចប្រើប្រាស់បានសូមចូលទៅកាន់ file យកពាក្យថា save as browse បន្តមកទៀតធ្វើការរើសទីតាំងដើម្បីរក្សាទុកហើយនៅក្នុង save as style សូមជ្រើសវាយកជាប្រភេទ PowerPoint templates.poth បន្តមកដាក់ឈ្មោះធ្វើការរក្សាទុក save